哎，朱莉，那个你们柬埔寨人本命年的话，你们要做什么呢？要去寺庙啊。哦，我知道了，去寺庙祈福吧，把那个水洒在头上吧。对，就 OK 了。哦那你们中国人呢？本命年的时候干嘛嘅？我们中国人很简单的，就是买个红内裤啊，男的就穿红内裤，女人呢女人就穿红内裤，穿红胸罩，？Oh my god！这样就辟邪，知道吧？哦红的辟邪，我们男的还穿红袜子，哦，还有袜子。对，辟邪啊，让自己顺顺利利的。喜乖喜乖。那在中国，谁都知道这个事吗？本命年的时候要穿红裤子呗，谁都知道吗？还是？谁都知道，这是中国的文化。哦，中国的文化。那要穿多久呢？红裤子、红内裤啊？你本命年的话，这一年都会穿的。我的妈呀！所以说一年要穿红内裤啊，白色不可以吗？黑色不可以吗？当然可以啊，但是你信风水的人，他就一年都会穿的。牛逼 class！我本命年我就穿一年的。那应该红内裤很多哦。很多。牛逼cái là ដូចជាដែលហើយដល់គ្នាបើចង់កាត់ឈុងណាដូចចិនជាចិនវិធីកាត់ឈុងគេគឺត្រូវពាក់ខោក្នុងមនុស្សប្រុសត្រូវពាក់ខោក្នុងពណ៌ក្រហមពាក់ស្រោមជើងពណ៌ក្រហមមនុស្សស្រីត្រូវពាក់អាវក្នុងក្រហមហើយនឹងខោក្នុងក្រហមដែរដើម្បីគេហៅថាដូចកាត់ឈុងឬក៏អ្វីដែលវាមិនល្អវាអត់ចូលមកអីចឹងណាជំនឿនៅប្រទេសចិនខ្ជូតអត់អ្នកគ្នាឡើងគួរឲ្យស្រឡាញ់ណាដល់ពេលខ្មែរយើងគឺត្រូវតែទៅវត្តស្រោចទឹកបើមិនឲ្យម៉ាក់ស្រោចទឹកឲ្យទេក៏ឲ្យលោកនៅវត្តស្រោចទឹកឲ្យ